ចូលមកដល់ចំពុកទី2ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋផ្នែកទី1អំពើក្បត់ជាតិនិងចារកម្មមាត្រា439អំពើក្បត់ជាតិនិងចារកម្មបទល្មើសមានចែងនៅក្នុងផ្នែកនេះជាអំពើក្បត់ជាតិកាលបើបទល្មើសប្រព្រឹត្តដោយពលរដ្ឋខ្មែរឬដោយយោធិនខ្មែរនិងជាចារកម្មកាលបើបទល្មើសនេះប្រព្រឹត្តដោយបុគ្គលដទៃទៀតមាត្រា440បទប្រគល់ឲ្យរដ្ឋបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅដែនដីជាតិទាំងស្រុងឬមួយផ្នែកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតមាត្រា441បទប្រគល់ឲ្យរដ្ឋបរទេសនៅកងយោធពលខេមរៈភូមិន្ទអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅកងយោធពលខេមរៈភូមិន្ទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតមាត្រា442បទប្រគល់ឲ្យរដ្ឋបរទេសនៅសម្ភារៈជាអាតសម្រាប់ការពារជាតិអំពើប្រគល់ឲ្យរដ្ឋបរទេសឬភ្នាក់ងារបរទេសនៅស្បៀងសម្ភារៈសំណង់បរិក្ខារថប់បណីភ័ណ្ឌឬគ្រឿងយន្តសម្រាប់ការពារជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី15ទៅ30ឆ្នាំ